ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកចេញវីដេអូសម្រាប់ថ្ងៃទី22ខែ4ឆ្នាំ2026ជូនបងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់នៅក្នុងថ្ងៃទី22ខែ4គឺជាថ្ងៃភ្លើងបោកមកជាមួយនឹងខាលហើយខាលមានធាតុឈើបោកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនដែលគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុឈើគឺល្អជាពិសេសអ្នកដែលគាត់មានមមីចជាមួយនឹងកលនៅក្នុងទូរាស័យហើយអ្នកដែលគាត់មានបញ្ហាឆុងគឺបងប្អូនដែលគាត់មានវោកនៅក្នុងទូរាស័យហើយតែថាយើងអត់ត្រូវការធាតុភ្លើងឬមួយក៏អត់ត្រូវការធាតុឈើបងប្អូនត្រូវមានការប្រុងប្រយ័ត្នកុំយកវេលាថ្ងៃស្អែកយកទៅប្រើប្រាស់ហើយចំពោះទិសអសរប្រចាំថ្ងៃក៏នៅខាងជើងប្រចាំខែខាងត្បូងប្រចាំឆ្នាំខាងជើងអញ្ចឹងនៅសល់ចន្លោះខាងលិចជាមួយនឹងខាងកើតដែលជាទិសល្អបងប្អូនអាចប្រើប្រាស់ទិសខាងលិចនិងខាងកើតបាននៅតារាសាស្ត្រលេខ6ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងលិចចំលេខ8ខាងកើតគឺលេខ4បងប្អូនអាចប្រើទៅតាមនឹងបានណាសុទ្ធតែជាតារាសាស្ត្រល្អមួយទៀតគឺបងប្អូនមានការប្រុងប្រយ័ត្នចំពោះការដាំស្វានជួសជុលរង្គោះរង្គើទិសអសរជាមួយនឹងទិសឆុងបើសិនបងប្អូនអត់មានភាពចាំបាច់ទេបងប្អូនកុំជួសជុលផ្ដេសផ្ដាស់ឬមួយក៏រង្គោះរង្គើដូចជាការចាក់ធុងបាសដូចជាធ្វើអីមួយលឺសំឡេងលឺខ្ទោយហ្នឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នទៅព្រោះទិសអសរនិងទិសឆុងនេះយើងរង្គោះរង្គើផ្ដេសផ្ដាស់គឺប៉ះពាល់ដល់បងប្អូនទាំងគ្នាជាពិសេសអ្នកដែលគាត់មានតួរាស័យឆុងគឺប៉ះលឿនជាងគេចឹងថ្ងៃនេះខ្ញុំមកចែកម្លែកបានខ្លីៗអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា